បាទសួស្តីបងប្អូនអរគ្នាចឹងនៅមេរៀនទី4យើងនឹងសិក្សាអំពីឧបករណ៍ Lasso Tool និងឧបករណ៍ Object Selection Tool អញ្ចឹងឧបករណ៍ Lasso Tool និងឧបករណ៍ Object Selection Tool របស់យើងតើការប្រើប្រាស់របៀបម៉េចអូខេអញ្ចឹងយើងចូលទៅក្នុងកម្មវិធី Photoshop របស់យើងទាំងអស់គ្នាអញ្ចឹងឥឡូវនេះគឺខ្ញុំបានចូលមកកម្មវិធី Photoshop របស់ខ្ញុំហើយអញ្ចឹងបានខ្ញុំធ្វើការទាញទៅលើ element យកមកដាក់រួចរាល់ហើយអូខេអញ្ចឹងចាក់តាំងទៅលើឧបករណ៍ Lasso Tool របស់យើងគឺនៅត្រង់ណានេះនៅក្រោមក៏អីគេបើខ្ញុំដាក់បែបនេះមកនេះទៅមើលលើគេឲ្យគេ Move Tool Rectangular Matrix Tool ហើយនិង Lasso Tool ឃើញទេនៅបន្ទាប់តគ្នាតែម្ដងអូខេអញ្ចឹងទៅលើឧបករណ៍ Lasso Tool របស់យើងគឺវាមានម៉ាត់ទៅលើឧបករណ៍ Lasso Tool របស់យើងមាន3ឃើញទេមានឧបករណ៍ Lasso Tool Polygonal Lasso Tool Magnetic Lasso Tool ឃើញទេគឺយើងមាន3ហ្នឹងអញ្ចឹង3ហ្នឹងតើយើងប្រើរបៀបម៉េចអូខេអញ្ចឹងយើងសាកទៅធ្វើទាំងអស់គ្នាអញ្ចឹងខ្ញុំប្រើទៅលើអីគេឧបករណ៍ Lasso Tool តែម្ដងអញ្ចឹងទៅលើឧបករណ៍ Lasso Tool របស់យើងនេះបើយើងនិយាយទៅវាការប្រើប្រាស់ឬក៏នេះជាឧបករណ៍កាត់ដូចគ្នាទេវាអត់ខុសអីទៅលើឧបករណ៍ Rectangular Matrix Tool នេះទេអញ្ចឹងឧបករណ៍ Rectangular Matrix Tool គឺជាឧបករណ៍អីគេដែលមានរាងចតុកោណកែងឬក៏ជាការ៉េអញ្ចឹងទៅឃើញណាដែលវាមានស្រាប់ប៉ុន្តែទៅលើឧបករណ៍អីគេ Lasso Tool របស់យើងគូសទៅតាមទម្រង់ដែលយើងចង់បានឧទាហរណ៍ខ្ញុំគូសទៅលើអីគេនេះខ្ញុំគូសទៅតាមទម្រង់ដែលខ្ញុំចង់បានគឺខ្ញុំគូសបែបនេះមកនេះឃើញទេខ្ញុំគូសមកខ្ញុំចង់យកតែប៉ុណ្ណេះហើយមកភ្ជាប់មុខមកគឺវានឹងដាក់ select ឲ្យយើងតែម្ដងអញ្ចឹងទៅលើឧបករណ៍ Lasso Tool របស់យើងគឺយើងធ្វើការកាត់ទៅតាមទម្រង់របស់យើងចង់បានបែបហ្នឹងឯងអូខេអញ្ចឹងយើងមកមើលទៅលើ option របស់យើងខាងលើនេះអញ្ចឹងទៅលើ option របស់យើងខាងលើនេះក៏វាអត់ខុសអីទៅលើឧបករណ៍ Rectangular Matrix Tool នេះដែរវាដូចតែគ្នាដែរការប្រើការអីអញ្ចឹងទៅលើទី1 New Select យើងបង្កើត Select ដំបូងតើទៅលើទី2របស់យើងនេះតាក់ទងទៅលើអីគេ Add to Select បែរន័យថាអីគេយើងបន្ថែមទៅលើ Select របស់យើងនេះគឺយើងបន្ថែម Select របស់យើងបែបនេះវិញតោះណាកន្លែងហ្នឹងទៅទី3របស់យើងនេះគេ Subtract from Selection អញ្ចឹងតាក់ទងទៅត្រង់នេះបានន័យថាម៉េចយើងដក Select របស់យើងវិញឃើញទេយើងមកមើលទៅតាមហ្នឹងគឺវានឹងអីគេមានសញ្ញាដករបស់យើងហើយតោះមើលគេទី4របស់យើងនេះទៅលើអីគេ Intersect with Selection Intersect with Selection របស់យើងហ្នឹងគឺយើងគូសតំបន់ប្រសពយើងរកចំណុចប្រសពសិនអញ្ចឹងយើងមកមើលទៅលើអីគេម៉ៅរបស់យើងនោះឃើញទេវាមានជាសញ្ញាកូនអញ្ចឹងយើងគូសតំបន់ប្រសពបែបម៉េចជួយខ្ញុំគូសបែបនេះមកគូសបែបនេះមកអញ្ចឹងយើងមកមើលខ្ញុំអត់តង់បលែងម៉ៅទេត្រង់នេះយើងមកមើលទៅលើអីគេអញ្ចឹងតំបន់ដែលខ្ញុំគូសនៅក្នុងហ្នឹងបានថានៅក្នុង select ដែលខ្ញុំបានគូសតំបន់ប្រសពហ្នឹងគឺវានឹងសូឲ្យយើងឃើញឬក៏ដាក់ select ឲ្យយើងនៅតំបន់ហ្នឹងហ្មងអញ្ចឹងនៅក្រៅដែលតំបន់ដែលខ្ញុំបានគូសគឺវានឹងបាត់ select ហ្នឹងតែម្ដងអូខេអញ្ចឹងខ្ញុំបលែងម៉ៅមើលឃើញទេគឺវានឹងបាត់តែម្ដងអញ្ចឹងទៅលើ option របស់យើងខាងលើនេះគឺយើងប្រើដូចតែឧបករណ៍ Rectangular Matrix Tool ដូចតែគ្នាទេអូខេអញ្ចឹងខ្ញុំចូលមកវិញអញ្ចឹងបើខ្ញុំចង់កាត់ខ្ញុំចុចទៅលើអីគេ Move Tool ដើម្បីរំកិលទៅលើ object របស់យើងឃើញទេខ្ញុំ back មកវិញ Control D ដើម្បីដាក់ select អញ្ចឹងតាក់ទងទៅលើឧបករណ៍ Lasso Tool របស់យើងគឺជាឧបករណ៍សម្រាប់កាត់ទៅតាមទម្រង់ដែលយើងចង់បានឃើញទេយើងអាចគូទម្រង់បែបម៉េចគឺយើងអាចកាត់បានតាមទម្រង់ហ្នឹងអូខេអញ្ចឹងយើងមកមើលទៅលើអីគេឧបករណ៍ Polygonal Lasso Tool អញ្ចឹងជាទូទៅឧបករណ៍ Polygonal Lasso Tool របស់យើងនេះគឺយើងអាសាប្រើវាដូចគ្នាដែរទៅលើឧបករណ៍របស់យើងប្រើបែបម៉េចគឺយើងចុចបែបនេះមួយមកបង្កើតជាខ្សែផាសឬក៏អីគេអង្គភ័ណ្ឌមួយឃើញណាយើងទាញមកបែបនេះមកនេះយើងបានជាបន្ទាត់ខ្សែត្រង់មួយឃើញណាគឺបែបនេះយើងគូសមកកាត់ទៅតាមទម្រង់ដែលយើងចង់បានដូចគ្នាប៉ុន្តែយើងគូសបានតែត្រង់ទេកន្លែងនេះដឹងនេះនៅពេលដែលយើងមកភ្ជាប់មុខគឺយើងអីគេដាក់ select ឲ្យយើងដូចគ្នាអញ្ចឹងបើយើងចង់កាត់យើងចុច V មកឬក៏ Move Tool របស់យើងមកយើងអាចរំកិលឬក៏កាត់ទៅលើរូបរបស់យើងបានហើយអូខេខ្ញុំ back មកវិញ Control D ដើម្បីដាក់ select តោះណាកន្លែងហ្នឹងខ្ញុំម្ដងទៀតខ្ញុំប្រើទៅលើអីគេ New Select ដែរអញ្ចឹងខ្ញុំដាក់ទៅលើអីគេ Filter នេះអូខេខ្ញុំដាក់ទៅលើ50ចុះអញ្ចឹងខ្ញុំដាក់ហើយខ្ញុំគូសវាខ្ញុំកាត់បង្កើតបែបនេះមួយមកខ្ញុំគូសទៅតាមទម្រង់ហ្នឹងឃើញទេតាមទម្រង់ហ្នឹងមកកាត់មកទៅតាមទម្រង់ដែលយើងចង់បានហ្នឹងមកឧទាហរណ៍នៅពេលដែលយើងគូសមកច្រឡំជ្រុលបែបនេះឬក៏ចូលបែបនេះកន្លែងនេះគឺយើងត្រូវចាំត្រង់នេះគឺយើងអត់អាចធ្វើការ Control C ដើម្បី back មកវិញបានទេឬក៏ត្រឡប់មកវិញបានទេតែយើងចុចអីដើម្បីឲ្យវាត្រឡប់មកវិញគឺយើងចុចទៅលើអីគេ keyboard របស់យើងអីគេ backspace យើងចុចមក backspace មកគឺវាដកឲ្យយើងឯងឃើញណាជ្រុលបែបនេះចុច backspace ដកចុចបែបជ្រុលទៀតខ្ញុំចុចអីគេ Control C មើលអត់បានទេឃើញណាអត់បានទេប៉ុន្តែបើយើងចុច backspace គឺបានអូខេអញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវចាំហើយយើងមកភ្ជាប់មុខមកអូខេ
គឺវានឹងដាក់សលេងយើងអញ្ចឹងបើខ្ញុំមិញខ្ញុំដាក់ទៅលើគេ filter 50 អញ្ចឹង filter របស់យើងគឺវា blur ទៅលើ game របស់យើងនឹងឯងខ្ញុំចុច V ដើម្បីកាត់ឃើញទេនៅ game របស់យើងនេះគឺវានឹង blur នឹងឯងអញ្ចឹងនៅពេលដែលយើងដាក់ VG filter ដើម្បី blur ទៅលើ game របស់យើងអូខេខ្ញុំបែកវិញ control D ដើម្បីដក select អញ្ចឹងទៅលើ option របស់យើងនេះគឺយើងប្រើដូចតែគ្នាទេយើងចង់បន្ថែមឬក៏ចង់ដកឬក៏គូតំបន់ប្រសពគឺយើងប្រើដូចតែគ្នាទេត្រង់ហ្នឹងអូខេតាមទៀតទៅលើឧបករណ៍អីគេ magnetic lasso tool អូខេឧបករណ៍ហ្នឹងគឺយើងប្រើបែបម៉េចយើងមកមើលតើតើទៅលើតុក្កតានេះចោះអូខេខ្ញុំចុចបែបនេះមួយឃើញទេចុចបែបនេះមួយបន្តមកទៀតខ្ញុំអត់ចាំបាច់អីទេខ្ញុំគ្រាន់អូម៉ៅទៅតាម game នៃ subject របស់យើងឬក៏ object របស់យើងបែបនេះមកគឺវានឹងឆក់ទៅតាមទម្រង់នឹងមកតែម្ដងឃើញទេគឺតាមទម្រង់នឹងតែម្ដងឧទាហរណ៍នៅពេលដែលយើងចូលមកនេះវាចូលមកក្នុងបែបនេះតែយើងធ្វើបែបម៉េចដូចតែឧបករណ៍គេ polygonal lasso tool ដូចតែគ្នាទេយើងអាច control C មកវិញបានទេយើងចុចអីគេ backspace នេះឃើញទេចុច backspace មកគឺវានឹង back ឲ្យយើងហើយយើងដាក់មកវានឹងឆក់ឲ្យយើងទៅតាមទម្រង់នឹងទៀតដែរអូខេអញ្ចឹងយើងធ្វើការកាត់ឬក៏នេះឲ្យបានស្អាតមកកន្លែងហ្នឹងអូខេនៅពេលដែលយើងចូលមកកន្លែងនេះវាជាត្រូវហ៎តែយើងចូលរំកិលធ្វើបែបម៉េចយើងចុច space មួយឲ្យចូលអស់ជាប់មកយើងអាចរំកិលម៉ៅរបស់យើងមកឃើញទេយើងអាចរំកិលវាបានទៀតហើយអញ្ចឹងបើជ្រុលបែបនេះចុចគេ backspace របស់យើងហ្នឹងចុចទៀតមកអូខេចុចបែបហ្នឹងអូជ្រុលកុំឲ្យវាជ្រុលធ្វើម៉េចឲ្យបានស្អាតមកកន្លែងហ្នឹងអូខេយើងរៀនធ្វើឬក៏រៀនកាត់ឲ្យបានស្អាតទៅនៅពេលដែលយើងធ្វើ poster ឬក៏ design ទៅលើអីមួយក៏វាស្អាតដែរការកាត់រូបការកាត់ទៅលើ background ឲ្យបានស្អាតទាំងឯងឆក់បែបនេះមកអូខេនៅពេលដែលនេះខ្ញុំចុច space មួយមកដើម្បីរំកិលបើជ្រុលបែបនេះចុច backspace ដើម្បីត្រឡប់មកក្រោយវិញអូខេយើងធ្វើមួយបែបហ្នឹងមកដើម្បីវាឆក់ណាអញ្ចឹងកន្លែងនេះគឺយើងមកបញ្ជាប់មុខវាមកទៅវាដាក់សលេងយើងអញ្ចឹងយើងមកមើលគឺយើងអាចកាត់បានទៀតហើយត្រូវអត់យើងអាចរំកិលទៅបានទៀតហើយយើងប្រើទៅលើឧបករណ៍មួយនេះគឺវាស្អាតដែរនេះឃើញទេអត់មានទេយើងកាត់មកស្អាតតែម្ដងអូខេបែបនេះគឺរួចរាល់ហើយអញ្ចឹងយើងមកមើលអញ្ចឹងយើងមកមើលតាក់ទងទៅលើ option របស់យើងខាងលើនេះក៏វាអត់ខុសគ្នាដែរត្រូវហើយកន្លែងហ្នឹងយើងបន្ថែមដកហើយនឹងគូតំបន់ប្រសពរបស់យើងនឹងឯងអញ្ចឹងយើងប្រើតែប៉ុណ្្នឹងទេវាអត់ខុសអីទេអញ្ចឹងតាក់ទងទៅលើឧបករណ៍អីគេ magnetic lasso tool របស់យើងនេះគឺយើងប្រើជាឧបករណ៍សម្រាប់ឆក់ទៅតាមគែមនឹងឯងអូខេ control D ដើម្បីដល់ select អញ្ចឹងទៅលើឧបករណ៍ទី2របស់យើងជាឧបករណ៍អីគេនេះឧបករណ៍ object selection tool ឃើញទេអញ្ចឹងតើឧបករណ៍ object selection tool របស់យើងដែលយើងប្រើរបៀបនេះអូខេអញ្ចឹងមកផ្ទាំងកិច្ចការថ្មីរបស់យើងមកអញ្ចឹងយើងមកមើលទៅលើឧបករណ៍អីគេ object selection tool របស់យើងនេះអញ្ចឹងគឺវានៅជាប់គ្នាតែម្ដងយើងដាក់បែបនេះគឺវានឹងសូអីគេ object selection tool អញ្ចឹងយើងអាចមើលទៅតាមវីដេអូជាឧបករណ៍បែបម៉េចអូខេអញ្ចឹងយើងចូលទៅអនុវត្តទាំងអស់គ្នាយើងចុចទៅលើវាមកហើយយើងមកមើលទៅលើអីគេឧបករណ៍របស់យើងអញ្ចឹងគឺវាមាន3ដែរត្រូវហ៎ object selection tool quick selection tool ហើយនិង magic selection tool អូខេអញ្ចឹងដំបូងគឺជាឧបករណ៍អីគេ object selection tool របស់យើងអញ្ចឹងយើងប្រើទៅលើ object selection tool អញ្ចឹងយើងមកមើលទៅលើ option របស់យើងនេះក៏វាអត់ខុសអីទៅលើឧបករណ៍ lasso tool របស់យើងនេះដែរការប្រើប្រាស់ក៏ដូចគ្នាបន្ថែមដកឬក៏គូតំបន់ប្រសពដូចតែគ្នាទេអូខេអញ្ចឹងយើងមកប្រើទៅលើនេះអូខេអញ្ចឹងនៅពេលដែលយើងចង់បានតម្រងឬក៏ចង់ឲ្យវាដាក់ select ទៅលើអីគេរូបផ្លែប៉ោមនេះតែយើងធ្វើបែបម៉េចអញ្ចឹងយើងគូសវាមកអញ្ចឹងយើងមកមើលទៅលើអីគេ mode របស់យើងនេះអញ្ចឹងទៅលើអីគេ object finder របស់យើងនេះយើងកុំអាខ្វល់ចាំខ្ញុំនឹងបង្ហាញបន្តិចទៀតនេះអូខេអញ្ចឹងយើងមកមើលទៅលើ mode របស់យើងនេះក៏វាមាន2ដែរត្រូវហ៎វាមានជាអីគេ rectangle ហើយនិង lasso tool អញ្ចឹងយើងដំបូងឡើងគឺយើងប្រើជាអីគេ rectangle សិនអញ្ចឹងខ្ញុំគូសវាបែបនេះ rectangle គឺវាដូចនេះឃើញទេអញ្ចឹងខ្ញុំគូសវាដូចបែបនេះមកគូសបែបនេះមកចាំមើលវាបែបម៉េចអូខេយើងរងចាំតិចទៅដើម្បីអីគេឲ្យវា generate ដើម្បីចាប់ select ទៅលើអីគេហើយពណ៌មួយនេះឃើញទេអញ្ចឹងយើងប្រើទៅលើឧបករណ៍អីគេ object selection tool របស់យើងនេះគឺវា select បានស្អាតដែរអូខេនៅពេលដែលខ្ញុំចង់កាត់ប្រើទៅលើអីគេនេះចុចទៅលើ move tool របស់យើងវិញមកនេះចូល move tool មកយើងអាចរំកិលទៅលើផ្លែប៉ោមរបស់យើងបានហើយយើងទាញយកទៅដាក់ខាងនេះយើងមក play មើលឃើញទេគឺបានហើយកាត់បានស្អាតទៀតផងអូខេ control D ដើម្បីដល់ select យើងចូលទៅលើអីគេឧបករណ៍របស់យើង object selection tool ហើយយើងមើលទៅលើ shortcut key អីគេ W ឃើញទេអញ្ចឹងយើងអាចប្រើជា shortcut key ក៏បានដែរឥឡូវខ្ញុំចុចទៅលើ shortcut key មកឃើញទេគឺវាចូលមក direct តែម្ដងអូខេអញ្ចឹងខ្ញុំដាក់ទៅលើអីគេ object finder របស់យើងនេះដាក់មើល ចាំមើលតើវាបែបម៉េច
ខ្ញុំគ្រាន់តែយកនេះមកដាក់បែបនេះគឺវាបានន័យថាវានឹងចាប់ select ឲ្យយើងតែម្ដងហើយយើងអាចចាំបាច់គួរឲ្យយើងគ្រាន់ click លើវាប៉ក់គឺវានឹងចាប់ select ឲ្យយើងតែម្ដងផងហ្នឹងឃើញទេយើងរែងចាំតិចទៅដើម្បីឲ្យវាចាប់ទៅលើ select របស់យើងអូខេឃើញទេគឺវានឹងចាប់ select ឲ្យយើងបានសាបតែម្ដងអូខេនៅពេលយើងចង់កាត់យើងចុចទៅលើគេ move to មកយើងអាចរំកិលទៅលើផ្លែប៉ោមនឹងបានហើយអញ្ចឹងយើង back មកវិញ control D ដើម្បីដល់ select ចូលមកឧបករណ៍របស់យើងវិញ shortcut key គេ W អូខេអញ្ចឹងយើងមកមើលទៅលើអីគេ blank mode របស់យើងនេះអញ្ចឹងដំបូងមិញយើងមិនប្រើជាអីគេ rectangle តែបន្តទៀតយើងប្រើជាអីគេ lasso អញ្ចឹងយើងប្រើជា lasso យើងគូសទៅតាមទម្រង់ដែលយើងចង់បានដូចគ្នាគូសក្បែរនឹងមកយើងគុំគូសឆ្ងាយពីផ្លែប៉ោមយើងពេកអូខេឃើញទេចាប់មកវាកំពុងចាប់ select យើងហើយឃើញទេដាក់ select យើងអញ្ចឹងឧទាហរណ៍ម៉េចឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំបាត់ទៅនេះចាស់ខ្ញុំដកវាចោលកន្លែងសាក់ជឿនេះចាស់ដល់បែបនេះគឺវាដកឲ្យយើងហ่ะយើងប្រើទៅលើអីគេ option របស់យើងណាចង់អីគេបន្ថែមមកយើងគូមកវិញមកគូបន្ថែមមកបែបនេះមកគឺវានឹងចាប់ select ឲ្យយើងហើយអូខេឃើញទេគឺយើងកាត់បានស្អាតផងដាក់ទៀតផងអូខេខ្ញុំចុចអក្សរ V ឬក៏ move to របស់យើងនេះយើងអាចរំកិលទៅលើអីគេ object របស់យើងបានហើយយើងដាក់បែបនេះមកណាគឺកាត់បានស្អាតទៀតអូខេជីទូទៅលើឧបករណ៍មួយនេះក៏ខ្ញុំមកសាប្រើដែរគឺវាជំនួយខ្ញុំឲ្យបានលឿនផងដែរតែទៅលើការកាត់ដាក់ select យើងហ្នឹងអញ្ចឹងទៅលើឧបករណ៍ទី2របស់យើងឧបករណ៍អីគេមកមើលទៅលើឧបករណ៍ quick selection tool អញ្ចឹងទៅលើឧបករណ៍ quick selection tool របស់យើងនេះគឺយើងប្រើរបៀបម៉េចអូខេអញ្ចឹងយើងចុចទៅលើវាមកអូខេអញ្ចឹងយើងមកមើលអញ្ចឹងទៅលើឧបករណ៍ quick selection tool របស់យើងគឺវាមានជាអីគេនេះវាដូចជាប្រាស់របស់យើងដែរនេះប៉ុន្តែយើងរៀនអត់ដល់ប្រាស់ទេអញ្ចឹងយើងមកមើលវាទូសិនតែតើអីគេមុខប្រាស់របស់យើងនេះអញ្ចឹងយើងចុចមកកន្លែងនេះមកនេះកន្លែងហ្នឹងចុចបើកបែបនេះមកវាមានទៅលើ size របស់យើងនេះ size គឺបែបម៉េចខ្ញុំទាញបែបនេះមកមុខប្រាស់របស់យើងកាន់តែធំឃើញទេយើងបន្ថយមកមុខប្រាស់យើងតូចអញ្ចឹងយើងអាចបន្ថយចុះឡើងទៅនឹងបានតើទៅលើអីគេហាត់នេះរបស់យើងនេះភាពដិតឬក៏មិនដិតចឹងទៅយើងត្រាំមកវាអត់សូវច្បាស់ទេតែបើយើងទាញមកវិញមកវាច្បាស់ឃើញទេយើងមើលទៅលើនេះអូខេអញ្ចឹងយើងប្រើនៅត្រង់ហ្នឹងក៏បានមួយទៀតយកចាំបាច់ប្រើនៅហ្នឹងទេយើងប្រើទៅលើអីគេលើ key របស់យើងមកអូខេចុចទៅលើអីគេគ្នាបបើកបានន័យថាតូចគ្នាបិទធំឃើញទេគ្នាបិទគ្នាបើកមកបានហើយមួយទៀតប្រើទៅលើអីគេយើងចុចទៅលើ Alt 1ឲ្យជាប់អូខេចុច Alt 1ឲ្យជាប់មកបន្តទៀតទៅលើអីគេ mouse ស្ដាំរបស់យើងនេះចុចវាជាប់បែបហ្នឹងដែរមកយើងទាញមកស្ដាំមុខប្រាស់របស់យើងកាន់តែធំយើងទាញមកឆ្វេងមុខប្រាស់យើងតូចឃើញទេបើយើងរុញទៅលើវិញអូខេយើងរុញទៅលើវិញនេះឃើញទេទៅលើប្រាស់របស់យើងហ្នឹងវាបែប blur ប៉ុន្តែបើយើងចោះមកក្រោមវិញវាច្បាស់ឃើញទេអាហ្នឹងគឺបែបហ្នឹងអញ្ចឹងយើងប្រើទៅតាមទម្រង់នេះក៏បានដែរជាទូទៅគឺខ្ញុំមកសាប្រើនៅហ្នឹងដោយសារវានៅជាប់ដៃរបស់យើងគឺវាងាយស្រួលបែបហ្នឹងអូខេអញ្ចឹងខ្ញុំយកប៉ុណ្ណេះសិនមកអញ្ចឹងយើងមកមើលទៅលើអីគេ option ខាងលើរបស់យើងនេះដំបូងគេ new selection ទី2អីគេ add selection អញ្ចឹងវាអត់ខុសអីអត់ខុសពី lasso ឬក៏ rectangular magnet tool របស់យើងនេះទេវាដូចគ្នាទេកន្លែងហ្នឹងអូខេអញ្ចឹងដំបូងគេខ្ញុំដាក់វាជា add selection អូខេអញ្ចឹងខ្ញុំដាក់វាបែបនេះមកនេះឃើញណាអញ្ចឹងតើទាំងទៅលើទាំងអស់នេះយើងអាចភ្លេចវាទៅដាក់វាមកយើងអាចព្រីកមុខប្រាច់ធំមកយើងធ្វើវាណាតាមទម្រង់ហ្នឹងមកអញ្ចឹងវាធំពេកមុខប្រាច់យើងធំពេកខ្ញុំព្រីកមុខប្រាច់តូចទីមកដាក់វាអូឃើញអូប្រែមកស្អាតចាំតិចដើម្បីវាយើងអាចស្រែវាឲ្យទៅឃើញណាដល់ពេលកន្លែងនេះដល់ពេលចេញយើងធ្វើបែបម៉េចអូខេវាដាក់សិនអញ្ចឹងយើងយកអីគេដកនេះដើម្បីអីរុញវាបញ្ចូលចែឃើញណារុញវាមកអញ្ចឹងមុខប្រាស់យើងធំពេកអូខេខ្ញុំព្រិចព្រួមមុខប្រាស់តិចមកនេះតាមទៅមកអញ្ចឹងទៅលើត្រង់នេះយើងអាចធ្វើឲ្យបាននេះមកឬក៏ឧបករណ៍នេះគឺជាទូទៅយើងអាចសាប្រើដូចគ្នាយើងប្រើទៅតាមហ្នឹងមកអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ប៉ុណ្ណឹងសិនចុះដោយសារកុំព្យូទ័ររបស់ខ្ញុំវាតាំងដែរឧទាហរណ៍ប៉ុណ្ណឹងសិនចុះតាមទៀតដល់យើងចង់កាត់យើងចុចទៅលើអីគេ move to យើងអាចកាត់បានហើយឃើញទេកន្លែងហ្នឹងអញ្ចឹងឧបករណ៍ហ្នឹងសម្រាប់ទៅលើការដាក់ select ដូចគ្នាឬក៏កាត់ទៅលើរូបរបស់យើងដូចគ្នាអូខេអញ្ចឹងខ្ញុំ back មកវិញមកឲ្យត្រូវទៅតាមទម្រង់ control D ដើម្បីដល់ select អូខេអញ្ចឹងយើងមកមើលទៅលើអីគេឧបករណ៍ទី3របស់យើងនេះឧបករណ៍ magic word tool អូខេអញ្ចឹងយើងប្រើបែបម៉េចយើងក៏ click លើវាប៉ក់គឺវានឹងដាក់ select យើងដូចគ្នាយើងមកមើលទៅលើអីគេ option របស់យើងនេះដូចតែអីគេឧបករណ៍ lasso របស់យើងដែរអញ្ចឹងយើងបែបនេះមកនេះយើងដាក់ select បែបនេះមកឃើញទេស្អាតមកដាក់ select ប៉ុន្តែវានៅជាប់ select របស់យើងនៅទាំងអស់នេះនៅទាំងអស់ហ្នឹងយើងអាចកាត់ទេដកវាចោលមកដកចោលទៅទាំងអស់ដាក់បាត់សិនមើលអញ្ចឹង
ញណាដាក់បែបហ្នឹងមកវានឹងចាប់ select បែបហ្នឹងបើយើងចង់ដកយើងដកវាមកមើលដកទៅទាំងអស់យើងដកវាគេទៅទាំងអស់អញ្ចឹងខ្ញុំដាក់បន្លែក៏យើងអាច select ប៉ុណ្ណឹងមកនេះយើងអាច select ទៅតាមហ្នឹងមកជាទូទៅឧបករណ៍នេះយើងអត់សូវប្រើវាប្រហែលទេអូខេ control D មកវិញអូខេអញ្ចឹងតាក់ទងទៅលើឧបករណ៍អីគេនេះយើងមកមើលទៅលើឧបករណ៍អីគេ lasso tool ហើយនិងឧបករណ៍ object selection tool គឺយើងបានដឹងរួចរាល់ហើយគឺខ្ញុំបានបង្ហាញហើយអញ្ចឹងយើងអាចអនុវត្តឲ្យបានអស់គ្នាតាក់ទងទៅលើឧបករណ៍ហើយខ្ញុំបញ្ជាក់តិចតាក់ទងទៅលើឧបករណ៍ទាំងអស់ហ្នឹងយើងព្យាយាមធ្វើអនុវត្តឲ្យបានច្រើនព្រោះអីនៅពេលដែលយើងរៀនទៅមុខទៅកាលណាដែលយើងអត់យល់ច្បាស់ទៅលើឧបករណ៍ទាំងអស់ហ្នឹងយើងពិបាកក្នុងការ design អ្វីមួយណាអញ្ចឹងបើយើងយល់ទៅលើឧបករណ៍ទាំងអស់ហ្នឹងឧបករណ៍នេះប្រើដើម្បីអីឧបករណ៍នោះប្រើដើម្បីអីដល់ពេលដែលយើង design អ្វីមួយយើងគ្រាន់តែនឹកឃើញអូដល់ពេលយើងចង់កាត់រូបយើងយកឧបករណ៍នេះមកកាត់លឿនឃើញណាយើងដឹងអញ្ចឹងឧបករណ៍ទាំងអស់ហ្នឹងយើងព្យាយាមសិក្សាឬក៏ព្យាយាមអនុវត្តធ្វើឲ្យបានច្រើនទៅដើម្បីអីឲ្យចាំហើយឲ្យស្ទាត់ផងដែរអញ្ចឹងយើងជួបគ្នានៅក្នុងវីដេអូបន្ទាប់ទៀតអូខេអញ្ចឹងយើងជួបគ្នានៅក្នុងវីដេអូក្រោយ